តមករៀនភាសាអង់គ្លេសជាមួយខ្ញុំនៅក្នុងថ្ងៃនេះគឺយើងនិយាយអំពីរបៀបនៃការសរសេរប្រយោគហើយប្រយោគនៅក្នុងភាសាអង់គ្លេសមាន6ប្រភេទនេះគឺជាប្រភេទទី1ឲ្យឈ្មោះថា imperative sentence តាមពិតពី imperative នេះជាទូទៅបកប្រែថាសំខាន់អញ្ចឹងណាប៉ុន្តែនៅក្នុងវេយ្យាករណ៍ភាសាអង់គ្លេស imperative sentence នេះជាប្រភេទប្រយោគមួយដែលមិនត្រូវការប្រធានទេបានន័យថាអត់មាន subject ទេ subject ហ្នឹងគឺជាអ្នកដែលយើងកំពុងតែនិយាយទៅរកនឹងឯងដែលជា subject របស់ប្រយោគរបស់យើងអញ្ចឹងយើងប្រើប្រភេទប្រយោគបែបនេះដើម្បីនិយាយអំពីអត្ថន័យ5ធំអត្ថន័យទី1ហ្នឹងគឺគេឲ្យឈ្មោះថា command ហ្នឹងបានន័យថាអាចស្មើនឹងពាក្យថា order ជាការបង្គាប់បញ្ជាឲ្យធ្វើអ្វីមួយឧទាហរណ៍ទី1យើងបានឃើញនៅលើក្តារជាតិនេះគឺ close the door មិនអញ្ចឹងណាអញ្ចឹងប្រយោគមួយនេះគឺអត់មាន subject ទេប៉ុន្តែ subject ហ្នឹងគឺជាអ្នកដែលខ្ញុំកំពុងតែនិយាយជាមួយនឹងកំពុងតែនិយាយទៅរកហ្នឹងគឺជា subject ហ្នឹងឯងអញ្ចឹងណាគឺជាប្រធាននៃប្រយោគហ្នឹងអញ្ចឹងក្នុងករណីហ្នឹងគឺមានន័យថាបិទទ្វារហ្នឹងទៅឃើញទេខ្ញុំកំពុងតែនិយាយទៅរកអ្នកណាមួយហ្នឹងឲ្យគាត់បិទទ្វារហ្នឹងអញ្ចឹងខ្ញុំប្រាប់ពាក្យថាខ្ញុំបញ្ជាគាត់អញ្ចឹងខ្ញុំបង្គាប់បញ្ជាគាត់ដោយខ្ញុំប្រាប់ពាក្យថា close the door អញ្ចឹងណាអូខេបាទអញ្ចឹងចំណែកឧទាហរណ៍ទី2ហ្នឹងដោយសារខ្ញុំមានសញ្ញាឧទាននៅខាងក្រោយហ្នឹងភាសាអង់គ្លេសឲ្យឈ្មោះថា exclamation mark អញ្ចឹងខ្ញុំអត់ត្រូវអាននៅក្នុងសំឡេងធម្មតាទេខ្ញុំមិនអាចអានថា stop talking ទេសញ្ញាឧទាននេះបង្ហាញអំពីអារម្មណ៍មួយតែថាជាអារម្មណ៍ខឹងក៏ថាបានអញ្ចឹងខ្ញុំត្រូវអានថា stop talking បានន័យថាជាសំឡេងបែបខឹងអញ្ចឹងណាឃើញណាបាទចំណែកអត្ថន័យទី2គេឲ្យឈ្មោះថា instruction នេះបានន័យថាជាពាក្យណែនាំជាពាក្យជាដូចបែបពាក្យបង្គាប់បញ្ជាអញ្ចឹងដែរអញ្ចឹងណាឧទាហរណ៍យើងដើរនៅក្នុងមន្ទីរពេទ្យមួយហើយយើងចង់ទៅរកអ្វីមួយហ្នឹងចង់រកកន្លែងណាមួយនៅក្នុងមន្ទីរពេទ្យហ្នឹងគេប្រើពាក្យថា turn left ឲ្យយើងបត់ឆ្វេងទៅឃើញទេ turn left អូខេបាទឧទាហរណ៍ទី2គឺឧទាហរណ៍យើងទិញផលិតផលអ្វីមួយយកមកញ៉ាំហើយនៅក្នុងនោះគេសរសេរបង្គាប់បញ្ជាថា stir the sauce អញ្ចឹងពាក្យថា stir បានន័យថាកូរអញ្ចឹងណាអញ្ចឹងគឺយើងកូរទឹកជ្រលក់នឹងសិនឃើញទេបាទគេឲ្យយើងគេបង្គាប់បញ្ជាយើងឲ្យយើងធ្វើអានឹងអញ្ចឹងសិនណាដើម្បីញ៉ាំផលិតផលរបស់គេបានក៏យើងធ្វើអញ្ចឹងបាទអូខេចំណែកទី3អត្ថន័យទី3នេះគឺស្មើនឹងពាក្យថា request នេះបានន័យថាជាការស្នើសុំឲ្យនរណាម្នាក់ធ្វើអ្វីមួយអញ្ចឹងណាអញ្ចឹងវារៀង polite បានន័យថាវាសុភាពរៀបសារជាងខាងលើគឺយើងបង្គាប់បញ្ជាតែម្ដងទៅន័យទី1ប៉ុន្តែទី3នេះគឺយើងរៀងសុភាពរៀបសារបានន័យថាជាការស្នើសុំឲ្យនរណាម្នាក់ធ្វើអ្វីមួយហើយជាទូទៅគឺយើងប្រើជាមួយនឹង please នៅនេះនៅពេលយើងសុំគេធ្វើអីមួយគឺយើងប្រើពាក្យថា please បាទអញ្ចឹងមកថាយើងប្រើពាក្យថា pass me the salt បានន័យថាអំបិល pass នេះបានន័យថាហុចឲ្យខ្ញុំអញ្ចឹងណា pass me the salt please ឬក៏យើងអាចប្រើពាក្យ please នៅពីមុខក៏បានដែរ please pass me the salt ឃើញទេបាទអញ្ចឹងឧទាហរណ៍ទី2គឺយើងប្រើពាក្យថា wait here please ឬក៏ please wait here ឃើញទេបាទអញ្ចឹងណាអញ្ចឹងគឺវារៀងសុភាពរៀបសារជាងអត្ថន័យទី1បាទចំណែកអត្ថន័យទី4គឺខ្មែរយើងបកប្រែថាស្នើសុំអីចឹងដែរប៉ុន្តែអត់ត្រូវទេភាសាខ្មែរពាក្យ suggestion នេះគួរតែបកប្រែថាការឲ្យជាយោបល់គ្រាន់តែឲ្យជាយោបល់ទេអញ្ចឹងបានជាវាស្មើនឹងពាក្យថា advice ការផ្ដល់ជាដំបូន្មានការផ្ដល់ជាយោបល់អញ្ចឹងមិនមែនស្នើសុំទេគឺគ្រាន់តែឲ្យជាយោបល់ឧទាហរណ៍ទី1ប្រាប់ថា if you're tired take a break ឬក៏ take a break if you're tired អញ្ចឹងណាអញ្ចឹងសម្រាប់បន្តិចទៅប្រសិនបើអ្នកហត់អញ្ចឹងណានេះគ្រាន់តែឲ្យជាយោបល់ទេមិនមែនខ្ញុំស្នើសុំឲ្យធ្វើទេខ្ញុំគ្រាន់តែឲ្យជាយោបល់តែប៉ុណ្ណោះបាទអញ្ចឹងឧទាហរណ៍យើងប្រើពាក្យឧទាហរណ៍ទី2គឺ avoid too much sugar អញ្ចឹងណាពាក្យថា avoid បានន័យថាជៀសវាងជៀសឲ្យផុតអញ្ចឹងណាអញ្ចឹងជៀសវាងការញ៉ាំស្ករពាក្យថា sugar ស្ករអញ្ចឹងណា too much បានន័យកុំញ៉ាំស្ករច្រើនពេកជៀសវាងស្ករកុំឲ្យយើងញ៉ាំពេកណាកុំឲ្យយើងញ៉ាំច្រើនពេកបាទអូខេចំណែកអត្ថន័យធំទី5ហ្នឹងគឺ warning ជាការព្រមានបាទជាការព្រមានណាជាការហាមប្រាមបាទជា prohibition ជាការហាមប្រាមឧទាហរណ៍យើងប្រើពាក្យយើងចាប់តាមលើ don't តែម្ដងអញ្ចឹងណា don't touch that wire បាទអញ្ចឹងកុំប៉ះខ្សែមួយនោះអញ្ចឹងណាចំណងទៀតណាគឺ don't touch that wire អូខេអញ្ចឹងខ្សែភ្លើងណា wire ហ្នឹងគឺជាខ្សែភ្លើងបាទអញ្ចឹងជាការហាមប្រាមគឺយើងប្រើជាការព្រមានឬក៏ការហាមប្រាមគឺយើងចាប់តាមដោយ don't តែម្ដងបាទបន្តមកកិរិយាសព្ទអញ្ចឹងណា don't touch that wire អូខេបាទដល់ពេលឧទាហរណ៍ទី2គឺយើងប្រើពាក្យថា watch out ពាក្យថា watch out បានន័យថាប្រយ័ត្នអញ្ចឹងណា watch out មិនមែនមើលទៅក្រៅទេពាក្យថា watch out នេះគឺប្រយ័ត្នតែម្ដងអញ្ចឹងយើងអាចថា watch out ក៏បាន
ឬក៏យើងភ្ជាប់ch ហ្នឹងជាមួយនឹងពាក្យហ្នឹងក៏បានយើងភ្ជាប់ចូលគ្នាយើងហៅថា watch out អញ្ចឹងណាអូខេ watch out for the dog បានន័យថាមើលអាឆ្កែហ្នឹងឬក៏ប្រយ័ត្នអាឆ្កែហ្នឹងវាខាំយើងអញ្ចឹងណាចំមានន័យហ្នឹងណាបាទអូខេបាទជាសរុបសេចក្តីទៅឃើញថា imperative sentence នេះគឺជាប្រយោគមួយបែបដែលមិនត្រូវការប្រធានទេមិនត្រូវការ subject ទេបាទអញ្ចឹងណាបាទអូខេសូមជួយ like ហើយនិង share ផងបាទអរគុណ